ហូរកាត់ផ្លូវរដូវបុណ្យភ្យំចាប់ដូនតាយំទុំដើមសង្កែបុណ្យភ្យំឆ្នាំនឹងប្រលឹងមានស្នេហ៍ទៅវត្តណាដែរបងសុំទៅផងបិណ្ឌមួយវត្តនេះបិណ្ឌពីរវត្តថ្មីដល់បិណ្ឌទី3ស្រីទៅជ្រោយដងបិណ្ឌ4វត្តសោម5ព្រែកបងកង6នួនល្អងទៅព្រែកក្របើបិណ្ឌទី5ពីទីណាកល្យានដូនតាចែកឋានដារកកូនចៅបិណ្ឌទី7ទៅគៀនស្វាយក្រៅជួបជុំញាតិថៅអទីស្កសលហើយក្នុងមួយឆ្នាំបាន5ពីវត្តដូនតាប្រាប់ដល់លោកបានទទួលផលរួចហើយឲ្យពបងរៀងរាល់សូមកូនចៅស្គាល់សុខសាន្តរុងរឿងទឹកហូរកាត់ផ្លូវរដូវបុណ្យភ្ជុំចាប់ដូនតាយំទុំដើមសង្កែបុណ្យភ្ជុំឆ្នាំនឹងប្រលឹងមានស្នេហ៍ទៅវត្តណាដែរបងសុំទៅផងបិណ្ឌមួយវត្តនេះបិណ្ឌពីរវត្តថ្មីដល់បិណ្ឌទី3ស្រីទៅជ្រោយដងបិណ្ឌ4វត្តសោម5ព្រែកបងកង6នួនល្អងទៅព្រែកក្របើបិណ្ឌទី7ទីណាកល្យានដូនតាចែកឋានដារកកូនចៅបិណ្ឌទី7ទៅគៀនស្វាយក្រៅជួបជុំញាតិភៅអទីស្កសលហើយក្នុងមួយឆ្នាំបាន5ពីវត្តដូនតាប្រាប់ដល់លោកបានទទួលផលរួចហើយឲ្យពប